ទី29ខែវិច្ឆិកាឆ្នាំ2025ច្រកសមុទ្រខ្មៅស្ថិតនៅចន្លោះទួរគីនិងអ៊ុយក្រែនស្ងាត់ជ្រងំចារកម្មអ៊ុយក្រែនបានចាយពេលជាច្រើនសប្តាហ៍តាមដាននាវាដឹកប្រេង2គ្រឿងគឺខៃរ៉ូសនិងវីរ៉ាតជាកងនាវាស្រមោលរបស់រុស្ស៊ីដែលប្រើសម្រាប់ដឹកជញ្ជូនប្រេងដោយសម្ងាត់នៅម៉ោង 1:40 នាទីទៀបភ្លឺទីក្រុងគៀវបានបើកប្រតិបត្តិការវាយប្រហារដ៏គួរឲ្យព្រឺព្រួចពីមជ្ឈមណ្ឌលបញ្ជាការចម្ងាយរាប់រយគីឡូម៉ែត្រដ្រូនក្រោមទឹក Sea Baby របស់អ៊ុយក្រែនផ្ទុកដោយគ្រឿងផ្ទុះចាប់ផ្ដើមចេញសកម្មភាពដ្រូននេះបណ្ដែតខ្លួនក្រោមសមុទ្រក្នុងជម្រៅចន្លោះពី1ទៅ3ម៉ែត្រវាបំបាំងកាយពីរ៉ាដាផ្កាយរ៉ូណតក៏ចាប់វាមិនបានហើយវាសំងំក្រោមរលកចាំចាប់សម្ដីដោយគ្មានសំឡេងនៅម៉ោង 1:57 នាទីស្រមោលរបស់នាវាខៃរ៉ូសរបស់រុស្ស៊ីដែលកំពុងធ្វើដំណើរទៅកាន់កំពង់ផែ Novorossiysk បានលេចឡើងនៅលើកាមេរ៉ារបស់ដ្រូន Sea Baby ប្រតិបត្តិការដ្រូនម្នាក់បញ្ជាឲ្យចាក់សោគោលដៅវាយប្រហារជាបន្ទាន់ប៉ុន្មាននាទីក្រោយមក Sea Baby ជ្រមុជក្បាលបង្កើនល្បឿនចូលទៅបំផ្ទុះនាវាដឹកប្រេងពីខាងក្រោមភ្លើងបានឆាបឆេះរាលដាលអណ្ដាតភ្លើងក្រហមឆ្អៅចាំងឆ្លុះផ្ទៃទឹកភ្លាមនោះរ៉ាដារបស់ទួរគីបានចាប់ការផ្ទុះបានអ៊ុយក្រែនបានបញ្ជាដ្រូនក្រោមទឹកទី2ឲ្យវាយប្រហារនាវាវីរ៉ាតមួយគ្រឿងទៀតឲ្យឆេះសន្ធោសន្ធៅដូចគ្នាយោងតាមភ្នាក់ងារព័ត៌មាន AFP មន្ត្រីសេវាសន្តិសុខអ៊ុយក្រែនបានទទួលស្គាល់ថាខ្លួនគឺជាអ្នករៀបចំប្រតិបត្តិការវាយប្រហារនេះដើម្បីផ្ដាច់ការផ្គត់ផ្គង់ប្រេងលួចលាក់របស់រុស្ស៊ីទៅកាន់ទីផ្សារបរទេសនេះគឺជាលើកដំបូងហើយដែលអ៊ុយក្រែនបានប្រើប្រាស់ដ្រូនក្រោមទឹកវាយប្រហារនាវាដឹកប្រេងជាដំណាក់កាលថ្មីមួយនៅក្នុងសង្គ្រាមកងទ័ពជើងទឹកសម័យទំនើបដ្រូនរបស់អ៊ុយក្រែនត្រូវគេប៉ាន់ប្រមាណថាមានតម្លៃប្រហែលជា$25,000តែវាអាចបំផ្លាញនាវាដឹកប្រេងរបស់រុស្ស៊ីតម្លៃប្រហែលជា$60ទៅ$70 លានយ៉ាងស្ងៀមស្ងាត់ដោយរុស្ស៊ីមិនបានត្រៀមខ្លួនទុកជាមុនរុស្ស៊ីមិនទាន់ធ្វើសេចក្តីអត្ថាធិប្បាយណាមួយពាក់ព័ន្ធទៅនឹងហេតុការណ៍នេះនៅឡើយទេគិតត្រឹមថ្ងៃទី1ខែធ្នូឆ្នាំ2025